ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបេះផ្លែស្ពឺអ៊ំនៅចិត្តផ្ទះហ่าឃើញផ្លែយូរហើយអញ្ចឹងក៏មកសុំគាត់បេះទៅចង់មកបេះយូរហើយគាត់ហារវល់ទៅតែថ្ងៃនេះទំនេរអញ្ចឹងក៏មកសុំគាត់បេះទៅគាត់អុយបេះទៅគាត់ថាបេះមិនអីទេបេះទៅចង់បេះច្រើនប៉ុណ្ណាក៏បេះទៅមិនអីទេហើយស្ពឺហ្នឹងផ្លែច្រើនទៀតបងប្អូនផ្លែផាត់ប្រាំងផាត់ភាសាតែម្ដងអត់មែនរឹសរដូវទេខែប្រាំងក៏ផ្លែខែផ្សាក៏ផ្លែដែរហើយផ្លែរបស់គេហ្នឹងច្រើនហើយធំទៀតមួយហ្នឹងឡើងពេញដៃហ្មងមួយហ្នឹងធំល្អមែនតើហើយផ្លែស្ពឺហ្នឹងមានពីរប្រភេទណាបងប្អូនមានស្ពឺជូរហើយនិងស្ពឺផ្អែមចំណែកស្ពឺដែលនាងខ្ញុំបេះនេះគឺជាស្ពឺផ្អែមស្ពឺហ្នឹងដើមកំណើតហ្នឹងយូរហើយបងប្អូនដាំយូរហើយគាត់ប្រាប់ថាតាំងពីកំណើតនាងខ្ញុំទៅកើតអីអញ្ចឹងទៅព្រោះនៅពេលដែលនាងខ្ញុំដឹងក្តីក៏ស្ពឺហ្នឹងដើមធំគួរសមដែរហើយអញ្ចឹងស្ពឺហ្នឹងក៏បេះតាំងពីតូចឡើងបេះឡើងអីអញ្ចឹងទៅហើយដល់ពេលអាយុ30ឆ្នាំនេះហើយក៏នៅតែបេះបានទៀតអញ្ចឹងណានៅអត់ងាប់ទៅណាទេស្ពឺហ្នឹងនៅល្អមែនតែនដើមគេហ្នឹងក៏មិនសូវជាខ្ពស់ទេហើយបេះហ្នឹងក៏មិនសូវជាពិបាកដែរបេះតែបន្តិចហ្នឹងក៏បានហើយប្រផ្លែរបស់គេហ្នឹងច្រើនដែរឥឡូវបេះបានមកកត្រកអញ្ចឹងចុះមកក្រំតែម្ដងទៅក្មេងៗគាត់ថាបេះឲ្យលឿនមកចង់ហូបហើយឃ្លានណាទៅគាត់មាត់ឆ្នាំអញ្ចឹងដែរគាត់ប្រកែមាត់គាត់ប្រកែនិយាយទៅសើគាត់មែនតែនអញ្ចឹងក៏បេះបានហើយក៏ឲ្យគាត់ហូបមុននឹងឲ្យគាត់ហូបហ្នឹងគាត់ទីហូបភ្លាមតែនាងខ្ញុំថាអត់ទេយើងយកទៅលាងទឹកសិនហើយចាំហូបអញ្ចឹងទៅពេលហើយយើងក៏យកផ្លែស្ពឺដែលយើងបេះបានហ្នឹងយកទៅលាងទឹកអញ្ចឹងទៅផ្លែធំល្អបងប្អូនក្ដុះសាច់គេឡើងលឿងស្អាតមែនតែនហើយផ្អែមទៀតនៅពេលដែលនាងខ្ញុំលាងទឹកអីអញ្ចឹងហើយបានឲ្យគាត់ហូបអញ្ចឹងទៅក្មេងៗតែអញ្ចឹងតន់តែយើងបេះនេះបេះនោះឲ្យហូបអញ្ចឹងគាត់ចូលចិត្តមែនតែនគាត់ហូបអស់ច្រើនណាបងប្អូនម្នាក់3 4ណានាងខ្ញុំដូចគ្នានាងខ្ញុំអស់4ផ្លែរសជាតិហ្នឹងឆ្ងាញ់មែនតែនដោយសារតែនាងខ្ញុំហូបអីក៏មិនសូវជាបានច្រើនដែរព្រោះយើងរៀងអាយុច្រើនដែរហើយអត់ដូចនៅក្មេងៗទេក្មេងហូបបានច្រើនផ្លែគេផ្អែមហើយផ្លែគេល្អទៀតសាច់គេឡើងលងហើយធំទៀតមួយហ្នឹងបេះមួយហ្នឹងពេញដៃបងប្អូនអ្នកមើលហ្នឹងសំខាន់តែអភ័យទោសសម្រាប់ដែលមានតែពោះហាចាចេញឡងកាត់ជប់ហើយយប់នេះយើងអាចហូបទទេក៏បានដែរយើងហូបទទេក៏ឆ្ងាញ់ដែរស្ពឺហ្នឹងយើងហូបជាមួយអំបិលម្ទេសក៏បានដែរគឺរសជាតិឆ្ងាញ់ដូចគ្នាសម្រស់របស់គេហ្នឹងស្រស់ស្អាតមែនតែនសម្រស់គេឡើងខៀវលឿងល្អមែនតែនហើយផ្អែមដូចគ្នាពូខៀវពូលឿងហ្នឹងផ្អែមដូចគ្នាស្ពឺហ្នឹងចាស់កាលពីដើមហ្នឹងគាត់និយមដាំមែនតែនដាំទៅឲ្យកូនចៅហូបអញ្ចឹងអីណាបងប្អូនអញ្ចឹងយើងក៏ទៅបុកអំបិលបន្តិចទៅអំបិលម្ទេសហ្នឹងយើងបុកមិនសូវជាច្រើនទេដោយសារតែនាងខ្ញុំហ្នឹងហូបទៅ2 3នាក់អញ្ចឹងទៅក្មេងៗហ្នឹងក៏ឲ្យគាត់ហូបដែរគាត់ហៅឲ្យគាត់ហូបអំបិលតិចព្រោះគាត់នៅក្មេងអត់ចង់ឲ្យគាត់ហូបម្ទេសច្រើនទេអញ្ចឹងនាងខ្ញុំអត់មានដាក់អីច្រើនណាដាក់តែម្ទេសម្លសប៊ីចេងប៉ុណ្ណឹងទៅហើយយើងអាចថែមស្ករបន្តិចទៀតក៏បានដែរបងប្អូនចាតោះបងប្អូនឥឡូវមកហូបជាមួយគ្នាបងប្អូនចាផ្លែរបស់គេនឹងល្អមែនពេញកញ្ច្រែងល្អទលុកទលុនមកយើងហូបជាមួយគ្នាបានតាឆ្ងាញ់មែនតែនដាក់ជាមួយអំបិលម្ទេសចេះទៀតមកអូយរសជាតិរបស់គេនឹងឆ្ងាញ់មួយម៉ាត់ហ្នឹងអូយជាតិពេញមាត់បងប្អូនផ្អែមឆ្ងាញ់មែនតែនគ្រាន់តែបញ្ចូលសម្លេងហ្នឹងក៏ចង់ហូបម្ដងទៀតដែរព្រោះរសជាតិរបស់វាហ្នឹងឆ្ងាញ់ចឹងបងប្អូនចង់ហូបហ្នឹងអាចទៅសុំគាត់ឬក៏សុំទិញអីពីគាត់អញ្ចឹងទៅដោយសារតែនាងខ្ញុំផ្ទះជាប់គ្នាអញ្ចឹងក៏អត់បានទិញទេដោយសារតែយើងនៅជាប់គ្នាអញ្ចឹងគឺអាចសុំគ្នាទៅវិញទៅមកបានអញ្ចឹងណាផ្លែរហូតបងប្អូនផ្លែមិនរើសរដូវទេស្ពឺហ្នឹងផ្លែទាំងខែប្រាំងខែវស្សាអញ្ចឹងទៅអូយសាច់គេឡើងលឿងពងិតបងប្អូនឆ្ងាញ់មែនតែនហូបមួយម៉ាត់ហ្នឹងឡើងគ្រុបរសជាតិគេនឹងផ្អែមពេញមាត់ណាឆ្ងាញ់ជាងស្វាយបងប្អូន
រសជាតិរបស់គេនឹងឆ្ងាញ់ជាងស្វាយហើយគាត់នឹងចិត្តតលេងមែនតើបងប្អូនភាគច្រើនអ្នកភូមិនៅភូមិខ្ញុំហ្នឹងគេមិនសូវជាលក់ដូរប្រមាណទេផ្លែឈើហ្នឹងភាគច្រើនគឺគេសុំគ្នាហូបចែកគ្នាហូបអីអញ្ចឹងទៅចាអញ្ចឹងយើងក៏នាងខ្ញុំហូបអស់2ផ្លែអញ្ចឹងក៏ហូបជាមួយអំបិលម្ទេសម្ដងហូបម្ជូរឆ្ងាញ់មែនតើដាក់ទៅពេញមាត់ពិសេសអ្នកពោះធំអ្នកពោះធំឬក៏ក្មេងៗអីហ្នឹងគាត់អាចហូបបានណាពេលហូបហើយហ្នឹងអត់ធ្វើឲ្យយើងឈឺពោះទេគឺរសជាតិរបស់គេហ្នឹងឆ្ងាញ់គ្រូបមើលតែមាត់នាងខ្ញុំក៏ដឹងដែរថាឆ្ងាញ់ប៉ុណ្ណាខ្ទិះពេញមាត់ហ្មងផ្លែរបស់គេហ្នឹងល្អមែនតើមិនថាស្ពឺឬក៏ផ្លែដំណាំអីផ្សេងទេឲ្យតែយើងឧស្សាហ៍ដាំនៅក្បែរផ្ទះទៅបានហូបហើយស្ពឺហ្នឹងផ្លែឡើងតកូនតចៅតាំងពីនេះខ្ញុំនៅតូចទៅកើតហើយរហូតដល់ឥឡូវអាយុឡើងច្រើនហើយក៏នៅតែអាចបេះហូបបានហើយហូបដល់កូននាងខ្ញុំទៀតអញ្ចឹងបើសរុបទៅផ្លែស្ពឺនឹងដូចជា3ចំនួនហើយ3ចំនួនហើយចំនួនអ៊ំហ្នឹងមួយចំនួននាងខ្ញុំមួយចំនួនហើយមកតដល់ចំនួនកូននាងខ្ញុំទៀតអញ្ចឹងអាយុវែងមែនតែនបងប្អូនដែលនៅចិត្តអីខ្លះហ្នឹងក៏គាត់យកគ្រាប់ទៅបណ្ដោះបន្តអញ្ចឹងទៅខ្លះទៅក៏យកកូនស្ពឺហ្នឹងពីអ៊ំទៅគាត់ឧស្សាហ៍មែនតែន